បាទព័ត៌មានទី1នេះគឺមានការវិវត្តច្រើនហើយចឹងខ្ញុំយកចំណុចសំខាន់មកជម្រាបជូនប្រិមត្តនៅក្នុងចំណុចទី1នេះគឺមានការវិវត្តច្រើនណាបាទចឹងគឺបើយោងតាមសេចក្តីរាយការណ៍នានារូបភាពនេះខ្ញុំដាក់រូបភាព The Wall Street Journal ប៉ុន្តែខាងសារព័ត៌មាននានាក៏បានរាយការណ៍ច្រើនហ្នឹងគឺជាចំណុចសំខាន់គឺទី1គឺលោកប្រធានាធិបតី Donald Trump បានថ្លែងថាលោកបានយល់ព្រមផ្អាកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់រយៈពេល2សប្តាហ៍ដោយអាស្រ័យទៅលើការបើកច្រកសមុទ្រហូមូសឡើងវិញហ្នឹងជាបន្ទាន់ដោយលោកបានបង្ហាញថាវាមានការរីកចម្រើននៅក្នុងការចរចាទៅលើសំណើ10ចំណុចដែលអ៊ីរ៉ង់បានស្នើមកសហរដ្ឋអាមេរិកណាអ៊ីរ៉ង់បានស្នើមកលោកថាចំណុចភាគច្រើនគឺមានការឯកភាពគ្នាទៅហើយអញ្ចឹងលោកទុកពេលឲ្យបើតាមការបង្ហោះតាមបណ្ដាញសង្គម Truth Social របស់លោកប្រធានាធិបតី Donald Trump គឺសហរដ្ឋអាមេរិកទទួលយកសំណើដាក់10ចំណុចពីប្រទេសអ៊ីរ៉ង់ហ្នឹងដើម្បីជាមូលដ្ឋានបាទដែលអាចអនុវត្តបានសម្រាប់ការចរចាបាទចរចាគ្នាណាបាទនេះគឺជារឿងមួយដែលបន្ធូរបន្ថយភាពតានតឹងបន្តិចពីព្រោះអីលោកប្រធានាធិបតីដាក់អសានវត្តថ្ងៃនេះថ្ងៃអង្គារនេះគឺម៉ោងទៅម៉ោង8គឺបាទគឺត្រូវជាមុននេះ1ម៉ោងបាទមុននេះ1ម៉ោងមុន1ម៉ោងទៅចូលហើយបើសិនជាមិនមានការឯកភាពនេះទៅម៉ោង2ដល់10យប់នេះគឺអាចនឹងចាប់ផ្ដើមវិបហាប៉ុន្តែឥឡូវនេះបើជាការដកថយមួយទៀតហើយណាអញ្ចឹងគឺលោកព្រមដើម្បីការចរចាហើយបើតាមការដឹងគឺការចរចាគ្នានឹងធ្វើនៅថ្ងៃសុក្រនេះបាទគឺការដែលលោកព្រមហ្នឹងគឺនៅសហរដ្ឋអាមេរិកអញ្ចឹងជូនឲ្យប្រិមិត្តបានដឹងផងថាមិនមែនតែលោកប្រធានាធិបតីគម្រាមកំហែងឬក៏ធ្វើអ្វីមួយគឺមានការឯកភាពទាំងស្រុងនោះទេគឺនៅក្រោយពីលោកប្រធានាធិបតីគម្រាមកំហែងច្រើនដែលថានឹងបំផ្លាញនៅអរិយធម៌របស់ប្រទេសអ៊ីរ៉ង់នៅយុគនេះគឺมันអាចនឹងស្ដារឡើងវិញបានហ្នឹងគឺលោក Ron Johnson ដែលជាសមាជិកខាងអ្នកតាក់តែងច្បាប់របស់សហរដ្ឋអាមេរិកដែលមកពីខាងគណៈបក្សសាធារណរដ្ឋនៅរដ្ឋ Wisconsin ក៏បានរិះគន់លោកប្រធានាធិបតីដែរណាអញ្ចឹងយើងឲ្យដឹងថានៅសហរដ្ឋអាមេរិកគឺមានការចូលរួមយោបល់ពីគណៈបករបស់លោកប្រធានាធិបតីនឹងតែម្ដងលោកថាការទម្លាក់ក្របបែករបស់សហរដ្ឋអាមេរិកទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់គឺជាកំហុសដ៏ធំមួយណាលោកថាជាកំហុសដ៏ធំមួយនឹងពីខាង Republican សាធារណរដ្ឋដែលជាសម្ព័ន្ធមិត្តរបស់លោកត្រាំផងដោយឡែកមេដឹកនាំខាងប្រសិទ្ធភាពសម្លេងភាគតិចណាគឺខាងប្រជាធិបតេយ្យគឺលោក Chuck Schumer វិញលោកបានហៅលោកត្រាំថាជាមនុស្សដែលមានជំងឺធ្ងន់ធ្ងរហើយមនុស្សឈឺ sick man នេះបានមនុស្សឈឺធ្ងន់ធ្ងរហើយដែលនិយាយបែបហ្នឹងហើយលោកបានអំពាវនាវឲ្យខាងរដ្ឋបាលហ្នឹងគឺត្រឡប់មកការប្រើប្រាស់សុំការអនុញ្ញាតពីសភាឡើងវិញហើយបើមិនចឹងទេលោកនឹងអំពាវនាវឲ្យសមាជិកសភាដែលឥឡូវនេះកំពុងតែវ៉ាកងត្រឡប់មករដ្ឋធានី Washington វិញដើម្បីបោះឆ្នោតទៅលើច្បាប់ដែលដកសិទ្ធិអំណាចបាទបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់តែម្ដងបាទអញ្ចឹងណាបើអញ្ចឹងបានន័យថាមានការគម្រាមកំហែងទប់លោកប្រធានាធិបតីដែរអញ្ចឹងហើយដោយឡែកលោក Tucker Carlson បាទលោក Carlson Tucker ដែលខ្ញុំធ្លាប់បានជម្រាបជូនប្រិមិត្តដែលគាត់ជាអ្នកអត្ថាធិប្បាយព័ត៌មាននៅទូរទស្សន៍ Fox News ដល់ល្បីល្បាញឥឡូវគាត់មាន show ផ្ទាល់ខ្លួនគាត់ហ្នឹងក៏គាត់បាននិយាយរិះគន់ដែររិះគន់លោកប្រធានាធិបតីដែរណាថាលោកថាការប៉ុនប៉ងណាមួយរបស់លោកត្រាំដើម្បីធ្វើការវាយប្រហារទ្រង់ទ្រាយធំដែលនឹងសម្រាប់ជនស៊ីវិលអ៊ីរ៉ង់ហ្នឹងគឺជារឿងមួយមិនអាចទទួលយកបានទេណាអញ្ចឹងគាត់រិះគន់លោកប្រធានាធិបតីដែរហើយសម្ដេចប៉ាបលេអូទី14ក៏បានស្ដីបន្ទោសបាទលោកត្រាំដែរថាតាក់ទងនឹងបញ្ហាអ៊ីរ៉ង់ហ្នឹងគឺជារឿងមួយមិនអាចទទួលយកបាននោះទេបាទអញ្ចឹងដូចនេះមានប្រតិកម្មអវិជ្ជមានច្រើនចំពោះវោហារសាស្ត្រនៅក្នុងការដែលលោកប្រធានាធិបតី Donald Trump បានប្រើប្រាស់នេះដោយឡែកប្រតិកម្មរបស់ទីផ្សារប្រេងវិញគឺតម្លៃប្រេងនៅក្នុងសហរដ្ឋអាមេរិកគឺឡើងថ្លៃនៅពេលដែលលោកប្រធានាធិបតីគម្រាមដូច្នេះគឺឥឡូវនេះប្រេងនៅថ្ងៃអង្គារនេះ1បារ៉ែលឡើងទៅដល់113ប្រេងកាតឆៅណា1បារ៉ែលឡើងទៅដល់$113ហើយបាទដែលជាការឡើងជាលំដាប់ហើយខ្ពស់ជាងគេក្នុងមួយឆ្នាំនេះហើយ
នេះគឺជាការវិវត្តមួយហើយនឹងមានការវិវត្តផ្សេងទៀតផងដែរប្រិមិត្តនៅចាំបានទេអ្នកសារព័ត៌មានអាមេរិកម្នាក់ដែលត្រូវបានគេចាប់ជំរុញដោយក្រុមដែលកាតិបដែលមានទំនាក់ទំនងជាមួយនឹងប្រទេសអ៊ីរ៉ង់នោះឥឡូវហ្នឹងក៏បានដោះលែងអ្នកសារព័ត៌មានអាមេរិកហ្នឹងផងដែរដូច្នេះវាអាចជាកត្តាមួយជំរុញផងដែរដែលមានការចរចាពីក្រោយឆាកយ៉ាងម៉េចដែលធ្វើឲ្យបញ្ហានេះធូរស្រាលដែរណាអញ្ចឹងអ្នកស្រីដែលគេចាប់បាននៅប្រទេសអ៊ីរ៉ង់នៅប្រទេសអ៊ីរ៉ាក់ដោយក្រុមសកម្មប្រយុទ្ធដែលមាននាការគ្រប់គ្រងប្រទេសអ៊ីរ៉ង់នោះឥឡូវបានដោះលែងមកវិញនៅថ្ងៃនេះដែរអញ្ចឹងដែលវាជាការមួយបន្ធូរបន្ថយស្ថានភាពមួយផងដែរហើយការវិវត្តមួយទៀតគឺនៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិវិញម្ដងដែលមានការស្នើឡើងនៅសេចក្តីសម្រេចមួយដើម្បីឲ្យបាក់ច្រកហូមូសវិញហ្នឹងត្រូវបានរុស្ស៊ីនិងចិនវេតូបាទចិនរុស្ស៊ីនឹងវេតូដោយមិនឲ្យមានការសម្រេចដាក់កម្លាំងអង្គការសហប្រជាជាតិដើម្បីបើកច្រកនោះទេអញ្ចឹងគឺឲ្យអាមេរិកដោះស្រាយដោយខ្លួនឯងមិនឲ្យយកយន្តការរបស់អង្គការសហប្រជាជាតិទៅពាក់ព័ន្ធនោះទេបាទដោយនាំមុខគេគឺចិនហើយនិងរុស្ស៊ីនេះវេតូតែម្ដងបាទនេះជាការវិវត្តនៅលើជ្រុងផ្នែកការទូតដែលឡែកទៅលើខាងយោធាវិញបើតាមសេចក្តីរាយការណ៍ឲ្យដឹងថាសហរដ្ឋអាមេរិកតាំងពីព្រឹកព្រលឹមថ្ងៃអង្គារនោះបានបើកការវាយប្រហារជាង50លើកលើគោលដៅយោធាសំខាន់នៅលើកោះខាចបាទកោះខាចហ្នឹងគឺជាកោះដែលនៅក្នុងសមុទ្រដោយឆ្ងាយពីប្រទេសអ៊ីរ៉ង់ខ្លះដែរតែជារបស់អ៊ីរ៉ង់ហើយជាច្រកនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ប្រហែលជា 90% នាំចេញច្រកហ្នឹងឥឡូវនេះគឺតាំងពីព្រឹកមិញមកគឺសហរដ្ឋអាមេរិកបើកការវាយប្រហារខ្លាំងទៅលើគោលដៅយោធានៅកន្លែងនោះដែលជាបើតាមតាក់ទិកយោធាជាសញ្ញាមួយបង្ហាញថាប្រហែលជាអាមេរិកត្រូវបាទទៅចង់យកកោះនឹងតែម្ដងអញ្ចឹងដូច្នេះវាជាការមួយដាក់សម្ពាធមួយផងដែរណាអញ្ចឹងជាការវិវត្តនេះបើយោងតាមមន្ត្រីយោធាអាមេរិកពីររូបដែលបានប្រាប់អ្នកសារព័ត៌មានអញ្ចឹងគឺបើយោងតាមកិច្ចព្រមព្រៀងណាបាទខ្ញុំបានជម្រាបមុននឹងតិចហើយគឺការចរចាជុំទី1រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ទៅលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមនោះគឺគ្រោងធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្លាមាបាតនៅប្រទេសប៉ាគីស្ថាននៅថ្ងៃសុក្រខាងមុខអញ្ចឹងសង្ឃឹមថានឹងមានលទ្ធផលអ្វីដែលអាចនឹងទទួលយកបានរវាងភាគីទាំងពីរបាទក្នុងសំណើដែលអ៊ីរ៉ង់បានស្នើឡើង10ចំណុចនេះគឺមានទាំងចំណុចមួយដែលឲ្យទាមទារឲ្យសហរដ្ឋអាមេរិកសងការខូចខាតផងដែរប្រសិនបើការសង្គ្រាមនេះបានបញ្ចប់នឹងមួយផងទៅហើយមួយទៀតហ្នឹងគឺរួមមានការដែលអ៊ីរ៉ង់គាត់សុំយកលុយជាប្រចាំតែម្ដងសម្រាប់នាវាទាំងឡាយណាដែលឆ្លងកាត់ច្រកសមុទ្រហូមូសតើសហរដ្ឋអាមេរិកព្រមតើប្រទេសដទៃទៀតព្រមឬមិនព្រមអានឹងរឿងមួយផ្សេងទៀតណាបាទអញ្ចឹងគឺជារឿងមួយដែលកំពុងតែពិចារណាគ្នាហើយក្រៅពីហ្នឹងគឺមានតកតងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កម្មវិធីនុយក្លេអ៊ែរកំប្រាប់ពីអាវុធកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បាទអញ្ចឹងនេះគឺជាព័ត៌មានបឋមដែលមានការវិវត្តច្រើនដែលធ្វើឲ្យប្រិមិត្តមួយចំនួនមានការព្រួយបារម្ភផងដែរទីជាពិសេសគឺទីផ្សារប្រេងណាទីផ្សារប្រេងនេះគឺប្រតិកម្មលឿនណាស់ក្នុងការដំឡើងបាទនេះអញ្ចឹងឥឡូវនេះការវិវត្តមកដល់ពេលនេះគឺមានលក្ខណៈវិជ្ជមានបន្តិចផងដែរបាទឥឡូវនេះចូលដល់ព័ត៌មានទី2បាទព័ត៌មានទី2នេះគឺមានសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាក៏បានរាយការណ៍ដែរណាចឹងខ្ញុំសូមដកសងខ្លឹមសារទូទៅទេអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃបាទខ្ញុំរឿងនេះវាសំខាន់ដែរខ្ញុំបញ្ចូលនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកនេះគឺបើយោងតាមគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោកហ្នឹងគឺកម្ពុជាខាងកម្ពុជានឹងបានស្នើឲ្យថៃរៀបចំកិច្ចប្រជុំបន្ទាន់របស់ JBC បាទ JBC គឺកំណត់ព្រំដែនរួមហ្នឹងនៅខេត្តសៀមរាបបាទហើយក៏ជំរុញឲ្យថៃនឹងអនុវត្តការងារទៅលើដីជាក់ស្ដែងដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងពេលកន្លងមកបាទដែលមានប្រមាណជួបប្រជុំប្រមាណលើកណាបាទហើយគឺលិខិតនេះគឺកម្ពុជាបានផ្ញើចេញនៅថ្ងៃទី7បាទនៅក្នុងកម្ពុជាគឺម្សិលមិញណាបាទថ្ងៃទី7ហ្នឹងគឺខាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនហ្នឹងបានស្នើឲ្យរៀបចំកិច្ចប្រជុំហ្នឹងគឺតាមពេលវេលាសមស្របណាមួយពីចន្លោះពីថ្ងៃទី17ដល់ថ្ងៃទី22ខែមេសាឆ្នាំ2026នៅខេត្តសៀមរាបពីព្រោះអីខាងថៃគឺ
បានរដ្ឋាភិបាលថ្មីហើយណាបាទនឹងថ្លែងគោលនយោបាយនៅថ្ងៃនេះថ្ងៃស្អែកហ្នឹងបាទថ្ងៃនេះឬថ្ងៃស្អែកដើម្បីឲ្យបានស្វាត់ចូលកាន់តំណែងហើយបាទហើយកម្ពុជាគឺស្នើនៅចំណុចជាច្រើនក្នុងនោះមានស្នើឲ្យភាគីថៃនឹងចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីបន្តការងារចុះវាស់វែងលើដីជាក់ស្ដែងនិងបោះបង្គោលបណ្ដោះអាសន្ននៅតំបន់បឹងត្រកួនអូស្មាច់អានសេះថ្មដានិងតំបន់ព្រំដែនផ្សេងទៀតដើម្បីឯកភាពគ្នាហើយការវាស់វែងជាក់ស្ដែងនៅលើដីចន្លោះនឹងគឺត្រូវធ្វើពីចន្លោះពីថ្ងៃទី20ដល់ថ្ងៃទី24ខែមេសានេះគឺជាការស្នើពីខាងភាគីកម្ពុជាទេណាបាទថៃមិនទាន់ឆ្លើយទេដើម្បីសាងសង់ឡើងវិញនៅបង្គោលព្រំដែនចំនួន15តាមគំរូដើមគឺបង្គោលចំនួនបារាំងនៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នាហើយក៏មានការបន្តការអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42និង47ក្នុងភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃច័ន្ទស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនិងនៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ52និង59ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបងស្របតាមការព្រមព្រៀងគ្នាក្នុងពេលកន្លងមកបាទហើយកម្ពុជានឹងក៏ស្នើឲ្យថៃនឹងចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរនឹងដើម្បីចុះវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្ដែងនៅកំណត់ព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នាហ្នឹងគឺចន្លោះពីថ្ងៃទី20ដល់24ខែមេសាតាមស្មារតីដែលក្នុងការឯកភាពគ្នាកន្លងមកតាំងពីនៅកម្ពុជាតាំងពីខែមិថុនាកន្លងមកណាហើយនឹងក៏រៀបចំឲ្យមានស្នើរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការបាទកម្ពុជាថៃលើកទី12និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសព្រំដែនហ្នឹងបាទរវាងកម្ពុជាថៃបាទនៅក្នុងអំឡុងខែឧសភានៅក្នុងឆ្នាំនេះផងដែរបាទគឺហើយជាធម្មតាគឺចំហរបស់កម្ពុជាគឺបានបដិសេធការឈ្លានពានការកាប់ទឹកដីរបស់កម្ពុជាដោយខុសច្បាប់បាទហើយធ្វើសកម្មភាពរំលោភទឹកដីកម្ពុជាដោយខាងគណៈកម្មាធិការព្រំដែនចម្រុះក៏ថាគឺមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងទាំងពេលកន្លងមកទាំងបច្ចុប្បន្ននិងអនាគតបាទគឺកម្ពុជាមិនទទួលយកការកំណត់ព្រំដែនដោយកម្លាំងនោះទេបាទនេះគឺជាអ្វីដែលកម្ពុជាបានស្នើមកបាទហើយនឹងគឺមានគណៈកម្មការព្រំដែនក្នុងពេលកន្លងមកនោះគឺបានស្នើយើងបាទដឹងហើយគឺស្នើជាបន្តបន្ទាប់ទៅឲ្យភាគីថៃដើម្បីមកជួបប្រជុំប៉ុន្តែខាងថៃគាត់រកលេសដោះសារជានិច្ចថាគាត់ទៅរងចាំពេលដើម្បីតែងតាំងគណៈកម្មការចម្រុះថ្មីរបស់គាត់នឹងផងដែរឥឡូវនេះគឺកម្ពុជាបោះមួយជំហានដោយឲ្យថៃបាទធ្វើកិច្ចការងារហ្នឹងមកដល់ពេលនេះគឺអត់ទាន់មានការឆ្លើយតបពីខាងថៃមកវិញឡើយទេព្រោះកម្ពុជាទើបតែបាទបញ្ជាក់ឲ្យដឹងនៅថ្ងៃម្សិលមិញណានៅថ្ងៃទី7ខែមេសាឆ្នាំ2026នេះបាទអញ្ចឹងបើមានការវិវត្តយ៉ាងណាខ្ញុំនឹងជម្រាបជូនប្រិមិត្តផងដែរបើទោះបីជាមានសេចក្តីរាយការណ៍ពីខាងភាគីថៃឬក៏យ៉ាងម៉េចចាំខ្ញុំជម្រាបជូនប្រិមិត្តទាំងអស់គ្នាបាទពីព្រោះអីមករយៈពេលនេះគឺខាងភាគីថៃហ្នឹងក៏មានការដូចជាតាមដានបាទតាមដានកម្ពុជានឹងផងដែរគឺមានការផ្សាយរូបភាពជាច្រើនឧទាហរណ៍ដូចជារូបភាពមួយនេះគឺបាទខ្ញុំបាទឃើញសារព័ត៌មានថៃផ្សាយបាទគឺថៃផ្សាយពីបាទមេដឹកនាំកម្ពុជាគឺដាក់រូបនឹងតែម្ដងបាទដាក់រូបនឹងតែម្ដងគឺកាសែតខៅសូតមកខាសូតក៏ថាឲ្យលោកហ៊ុនម៉ាណែតបានជួបជាមួយនឹងលោកម៉ាក្រុងនៅឯកិច្ចប្រជុំកំពូលស្ដីអំពីសុខភាពរួមទី1តែមួយបាទហើយក្នុងពេលនោះផងដែរគឺមានកាសែតផ្សេងទៀតដូចជាបាទកាសែតនៅខាងក្រៅប្រទេសបាទអត់មានអត្ថបទទេគាត់ដាក់រូបភាពហ្នឹងដូចជាផ្ដោតលើរូបភាពនេះដូចជាកាសែតនេះគឺបាទកាសែតនេះគឺគាត់បានដាក់រូបភាពនេះផងដែរដែលជារូបភាពដោយថតដោយបាទទីភ្នាក់ងារសារព័ត៌មានបារាំងបាទគឺខាងមេដឹកនាំរបស់កម្ពុជាហ្នឹងគាត់បានទៅចូលរួមប្រជុំនៅប្រទេសបារាំងអំពីបញ្ហាសុខភាពហ្នឹងហើយគាត់ដាក់រូបភាពនេះបាទក្នុងចំណោមរូបភាពមេដឹកនាំដទៃទៀតហ្នឹងគាត់ដាក់រូបភាពហ្នឹងចឹងដូច្នេះបានន័យថាបញ្ហាកម្ពុជាហ្នឹងគឺមានការចាប់អារម្មណ៍ផងដែរអញ្ចឹង
ដោយដែលខ្ញុំបាននិយាយពីពេលកន្លងមកអញ្ចឹងគឺបារាំងគឺដើរតួនាទីសំខាន់ណាស់ក្នុងការដែលមានឯកសារមានអីតាក់ទងជាមួយនឹងបញ្ហាព្រំដែនហ្នឹងដោយដែលខ្ញុំបាននិយាយថានៅពេលដែលជួបបញ្ហាហ្នឹងគឺមានតែត្រឡប់ទៅគ្រូដើមវិញទេបាទដែលគាត់ដឹងជំងឺដឹងបញ្ហានេះច្បាស់បាទឥឡូវនេះគឺយើងចាំមើលថាតើក្រោយពីការប្រជុំនោះប្រជុំពីរឿងសុខភាពទេប៉ុន្តែតើនឹងមានការប្រជុំក្រៅឬប្រជុំអមហ្នឹងយ៉ាងម៉េចបន្ថែមទៀតហើយពីព្រោះអីអ្នកជំនាញព្រំដែនមួយចំនួនគាត់ថាក្នុងពេលដែលលោកហ៊ុនម៉ាណែតអញ្ជើញទៅនេះគឺត្រូវមានការលើកអំពីបញ្ហានេះជាមួយនឹងបារាំងបន្ថែមទៀតផងដែរបាទអញ្ចឹងនឹងគឺជាការវិវត្តមួយដែលខាងពិភពលោកសូម្បីតែដូចខាងឃើញកាសែតថៃហ្នឹងណាកាសែតថៃគាត់ខៅសូនហ្នឹងក៏ដាក់ទៅរូបប៉ុណ្ណឹងខ្ញុំមើលអត្ថបទរមើលអត្ថបទតែគាត់សរសេរអត្ថបទយ៉ាងម៉េចក៏អត់មានឃើញសរសេរគាត់ដាក់រូបប៉ុណ្ណឹងបានន័យថាកាសែតថៃហ្នឹងក៏គាត់កំពុងតែតាមដានការវិវត្តនៅប្រទេសបារាំងហ្នឹងផងដែរណាបាទឥឡូវនេះចូលដល់ព័ត៌មានទី3បាទព័ត៌មានទី3នេះគឺជាការមួយដែលខាងប្រតិកម្មពីខាងអេស្ប៉ាញបាទអេស្ប៉ាញក្នុងពេលសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នេះគឺគាត់មានប្រតិកម្មមិនគ្រប់គ្រងសង្គ្រាមនេះបាទគាត់ប្រតិកម្មខ្លាំងដាក់សហរដ្ឋអាមេរិកតែម្ដងបាទដោយគាត់ថាការអូនត្អែនេះពេលថ្មីរបស់សហរដ្ឋអាមេរិកអំពីសម្ព័ន្ធមិត្ត NATO និងការគម្រាមកំហែងចាក់ចេញពីសម្ព័ន្ធភាពនេះបាទកំពុងតែជំរុញឲ្យអឺរ៉ុបឥឡូវនេះគឺស្វែងរកការរៀបចំចាត់ចែងសន្តិសុខនោះជំនួសអាមេរិកផងដែរបាទត្រៀមខ្លួនផងដែរនេះបើយោងតាមរដ្ឋមន្ត្រីការបរទេសអេស្ប៉ាញលោក José Manuel Abar បាទលោកបានថ្លែងកាលពីថ្ងៃអង្គារនេះបាទថ្ងៃអង្គារទី7ណាខែមេសាបន្ទាប់ពីប្រទេសអឺរ៉ុបបានបដិសេធមិនបញ្ជូនកងទ័ពជើងទឹករបស់ពួកគេដើម្បីបើកច្រកសមុទ្រ Hormuz សម្រាប់ការដឹកជញ្ជូនទំនិញសកលចាប់តាំងពីការចាប់ដើមនៃសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់នៅថ្ងៃទី28ខែកុម្ភៈមកគឺលោកប្រធានាធិបតី Donald Trump ប្រិមត្តបានដឹងគឺលោកបានប្រកាសថាលោកកំពុងតែពិចារណាដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាពនេះបាទដែលជារឿងមួយធ្វើឲ្យនៅអឺរ៉ុបនឹងជួបវិបត្តិខាងផ្នែកសន្តិសុខមួយផងដែរហើយលោក Albas បានមានប្រសាសន៍ថាការសម្រេចចិត្តនេះគឺអាស្រ័យទៅលើលោកត្រាំទាំងស្រុងថាដកចេញឬក៏នៅគឺអាស្រ័យលើលោកត្រាំទាំងស្រុងប៉ុន្តែលោកបានគូបញ្ជាក់ថាគឺសម្ព័ន្ធមិត្ត NATO គឺបានឈរជាមួយនឹងទីក្រុង Washington ជានិច្ចបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី11ខែកញ្ញាឆ្នាំ2001ឃើញទេគាត់ថាកាលពីអាមេរិករងការវាយប្រហារហ្នឹងគឺ NATO ឈរជាមួយនឹងសហរដ្ឋអាមេរិកបាទហ្នឹងហើយដែលប្រិមិត្តបានសួរថាហេតុអ្វីបានជាឥឡូវនេះគឺ NATO មិនហក់ជួយដោយសារគេអត់មានមកវាសហរដ្ឋអាមេរិកទេអញ្ចឹងបានលោករដ្ឋមន្ត្រីការបរទេសរបស់អេស្ប៉ាញក៏ថាពេលដែលគេមកវាយប្រហារលើអាមេរិកគឺ NATO ឈរជាមួយនឹងអាមេរិកបាទហើយលោក Albas បានប្រាប់ទូរទស្សន៍ La Sexta ថា NATO គឺជាសម្ព័ន្ធមិត្តដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ទាំងពលរដ្ឋអឺរ៉ុបនិងអាមេរិកាំងប៉ុន្តែការកត់សម្គាល់ឬក៏អត្ថាធិប្បាយរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump និងចំហថ្មីទៅលើបញ្ហាសន្តិសុខអឺរ៉ុបនិងអាត្លង់តិកនេះកំពុងនាំឲ្យយើងជាអ្នកពលរដ្ឋនៅអឺរ៉ុបហ្នឹងបាទគឺតាក់ទងជាមួយនឹងបញ្ហាអធិបតេយ្យភាពរបស់នឹងការពារជាតិរបស់យើងនឹងគឺយើងត្រូវតែធ្វើយ៉ាងណាឲ្យមានការទទួលខុសត្រូវចំពោះសន្តិសុខរបស់ប្រជាពលរដ្ឋយើងដែរបាទលោកថាដើម្បីដូច្នេះបានលោកមានប្រសាសន៍ថាអឺរ៉ុបគួរតែឈានទៅមុខទៅលើកងទ័ពនៅទូទាំងតំបន់អឺរ៉ុបនិងធ្វើសមាហរណកម្មឧស្សាហកម្មការពារជាតិរបស់ខ្លួនក៏ដូចជាទៅបង្កើតទីផ្សារ Digital តែមួយនិងសហភាពទីផ្សារមូលធនផងដែរបាទនេះគឺអឺរ៉ុបគាត់ត្រៀមខ្លួនដែរគឺតាំងពីដើមទីណាគឺរដ្ឋាភិបាលឆ្វេងនិយមរបស់អេស្ប៉ាញហ្នឹងបានក្លាយទៅជាអ្នករិះគន់ដ៏ខ្លាំងក្លាបំផុតនៃសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅអឺរ៉ង់ដែលហៅថាដែលអេស្ប៉ាញហៅថាជាសង្គ្រាមដែលមិនខុសច្បាប់និងខ្ជាហើយអេស្ប៉ាញថែមទាំងបិទដែនអាកាសមិនអោយសហរដ្ឋអាមេរិកប្រើប្រាស់យន្តហោះអាមេរិកហ្នឹងទៅវាប្រហារទៅលើប្រទេសអឺរ៉ង់ទេបាទមិនអោយប្រើប្រាស់មូលដ្ឋានយោធាដែលនៅភាគខាងត្បូងប្រទេសអេស្ប៉ាញទេបាទហើយលោកត្រាំលោកបានសន្យាសងសឹកនឹងអេស្ប៉ាញវិញថានឹងដាក់ពន្ធគយយ៉ាងខ្លាំងបាទលើពន្ធពាណិជ្ជកម្មទៅលើប្រទេសអេស្ប៉ាញបាទនេះគឺជាការវិវត្តមួយណាដែលខាងអឺរ៉ុបបើយកតាមខាងអេស្ប៉ាញនេះគាត់កំពុងស្នើឡើងនៅវិធីជំរឿសដោយមិនពឹងផ្អែកទៅលើសហរដ្ឋអាមេរិកបន្ថែមទៀតទេបើសិនជាក្នុងករណីដែលសហរដ្ឋអាមេរិកដកចេញពីសម្ព័ន្ធមិត្តអូតង់នេះ
ប៉ុន្តែមិនទាន់ទេណាគ្រាន់តែជាការលើកឡើងរបស់លោកប្រធានាធិបតីទេបាទហើយព័ត៌មានទី4នេះបាទព័ត៌មានទី4នេះប្រិយមិត្តប្រហែលជាបានដឹងហើយគឺមានខ្មែរម្នាក់ដែលនៅសហរដ្ឋអាមេរិកនេះគាត់នៅយូរហើយតាំងពី8ផ្លាយមកបាទតាំងពី85 8អីមកហើយគាត់បានប្រព្រឹត្តខុសទៅបានបញ្ជូនទៅប្រទេសអេស្វ៉ាទីនីនៅអាហ្វ្រិកណាបាទមុនស្វាស៊ីឡែនប្រទេសហ្នឹងពីដើមហៅស្វាស៊ីឡែនឥឡូវហៅថាអេស្វ៉ាទីនីហ្នឹងដោយសារតែគាត់មានកំហុសអញ្ចឹងហើយបញ្ជូនទៅនឹងមួយរយៈឥឡូវគាត់បានទៅដល់ប្រទេសកម្ពុជាវិញហើយបាទហើយនេះគឺជាអត្ថបទរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បាទខ្ញុំយកមកចែករំលែកជាមួយនឹងប្រិយមិត្តនេះគឺឲ្យ credit ទៅ AFP ដែលគាត់ខិតខំព្យាយាមតាក់ទងសួរទៅលោកម្នាក់ហ្នឹងបាទដែលខ្មែរដែលត្រូវគេនាទេខ្លួនពីអាមេរិកទៅវិញហ្នឹងបាទដែលគាត់ខិតខំព្យាយាមជួបហើយបញ្ចុះបញ្ចូលឲ្យលោកនោះបាននិយាយដើម្បីដឹងអំពីបញ្ហាប្រឈមអញ្ចឹងខ្ញុំបកប្រែត្រួសជូនប្រិមិត្តទេដើម្បីឲ្យបានប្រិមិត្តបានដឹងរឿងហ្នឹងបាទគឺបើតាមដំណើររឿងហ្នឹងគឺគាត់ឈ្មោះភាពរំឬក៏រំភាពរំហ្នឹងបាទទៅបានគេបញ្ជូនទៅប្រទេសអេស្វ៉ាទីនីហ្នឹងគឺនៅអាហ្វ្រិកគាត់ថាពេលដែលគេថាអូនឯងគេនឹងបញ្ជូនទៅប្រទេសអេស្វ៉ាទីនីហ្នឹងដំបូងឡើយពេលដែលគេប្រាប់គាត់ហ្នឹងគាត់ស្មានតែជាឈ្មោះមន្ទីរឃុំឃាំងណាមួយនៅក្នុងអាមេរិកបាទហើយជានៅ Louisiana អីចឹងទៅក៏អត់ដឹងថាប្រទេសហ្នឹងនៅប្រទេសអាហ្វ្រិកទេបាទឈ្មោះប្រទេសហ្នឹងការពិតទៅឈ្មោះថ្មីផងបាទឈ្មោះថ្មីផងហើយជាឈ្មោះដែលគេមិនសូវស្គាល់ផងក៏អត់ដឹងបាទពេលបញ្ជូនទៅហើយអ្នកទៅបញ្ជូនទៅជាមួយគាត់ហ្នឹងតាំងពីខែតុលាឆ្នាំ2025ហ្នឹងគឺមាន10នាក់បាទក្នុងនោះមានអ្នកដែលមកពីកម្ពុជាហ្នឹងគឺគាត់ហ្នឹងមានមកពីគុយបាហ្សាម៉ាអ៊ិកវៀតណាមនិងយេម៉ែនដែលគេបញ្ជូនទៅក្នុងហ្នឹងបាទគឺបញ្ជូនទៅតាំងពីអ្នកខ្លះបញ្ជូនតាំងពីខែកក្កដាបាទហើយគឺនៅកន្លែងហ្នឹងគឺគេយកទៅហ្នឹងគេប្រាប់ដំបូងគេប្រាប់ថាយកទៅហ្នឹងគឺមានសេរីភាពហើយទៅដល់ប្រទេសហ្នឹងប៉ុន្តែគាត់ថាពេលទៅហ្នឹងមិនមែនមានសេរីភាពទេទៅដល់ដាក់នៅក្នុងពន្ធនាគារដែលមានសន្តិសុខខ្ពស់ទៀតបាទសន្តិសុខខ្ពស់ទៀតបាទហើយក៏ប៉ុន្តែជាចៃដន្យល្អបាទគឺគាត់បានមកដល់ប្រទេសកម្ពុជាវិញហើយណាតាំងពីខែមីនាខែមុនណាបាទគឺត្រូវបានប្រទេសអេស្វ៉ាទីនីនឹងបញ្ជូនទៅវិញហើយប៉ុន្តែគាត់ថារៀបរាប់ឡើងវិញហ្នឹងគឺគាត់ថាគាត់ជួបការលំបាកពេលដែលគេបញ្ជូនទៅហ្នឹងគឺมันអាចនឹងតាក់ទងមេធាវីបានទេគឺទៅដល់ហ្នឹងគឺការរស់នៅនឹងលំបាកមិនឲ្យចេញក្រៅដំបូងឡើយចេញក្រៅបានតែ5-10នាទីមួយថ្ងៃគឺវាខុសពីអ្វីដែលគេបានសន្យាជាមួយគាត់ហើយគាត់នឹងកំហុសរបស់គាត់នឹងគឺមានការប៉ុនប៉ងធ្វើឃាតកម្មពីមុនមកហើយគាត់ជាប់ពន្ធនាគារនឹងនៅអាមេរិកនឹងអស់15ឆ្នាំនឹងរួចទៅហើយបាទរួចពីទោសទៅហើយប៉ុន្តែគេយកទៅដាក់គុកនៅកន្លែងនោះដូចជាអ្នកដែលមានទោសថ្មីអញ្ចឹងគឺជារឿងមួយដែលគាត់ថាគាត់មិនបានដឹងមុនទេហើយបើសិនជាគេឲ្យថាទៅខ្មែរហ្នឹងគឺក៏គាត់ព្រមទៅដែរប៉ុន្តែគេមិនបានឲ្យគាត់ទៅខ្មែរទេប៉ុន្តែអ្វីដែលរដ្ឋបាលលោកត្រាំបានបញ្ជាក់ថាយកទៅហ្នឹងគឺសិតតែជាអ្នកដែលប្រទេសកំណើតមិនទទួលយកទេបាទក៏ប៉ុន្តែគឺបើតាមអត្ថបទនេះគឺមន្ត្រីកម្ពុជាបានបញ្ជាក់ថាពលរដ្ឋរបស់ខ្លួនគឺព្រមទទួលយកវិញបាទទទួលយកវិញគឺមិនប្រកែកនោះទេបាទតែអញ្ចឹងហើយបានជាឥឡូវនេះគាត់អញ្ជើញទៅដល់កម្ពុជាវិញហើយគឺបាទលោករំនោះគាត់ទៅគាត់កើតនៅជំរំជនភៀសខ្លួនក្នុងឆ្នាំមកដល់ជំរំជនភៀសខ្លួននោះឆ្នាំ1985បាទ85បាទសំទោសគាត់មកដល់សហរដ្ឋអាមេរិកនៅឆ្នាំ1985ពេលដែលអាយុបាន3ឆ្នាំហើយគាត់ថាគាត់កើតនឹងនៅជំរំនៅប្រទេសថៃទេបាទចឹងមកនៅតែក្នុង82 8អីហ្នឹងបាទពេលដែលរត់ភៀសខ្លួនទៅប្រទេសថៃហ្នឹងម្ដាយពុកនៅហ្នឹងគឺកើតនៅហ្នឹងហើយគាត់មិនដែលទាំងដឹងពីប្រទេសកម្ពុជាផងឥឡូវគឺមកដល់អាមេរិកប៉ុន្តែគឺអត់ទាន់បានចូលសញ្ជាតិបាទបានចូលសញ្ជាតិអញ្ចឹងទៅគឺមានការប្រព្រឹត្តខុសអ្វីដែលគេបញ្ជូនទៅវិញបាទគេបញ្ជូនទៅវិញដោយសារតែมันមានសញ្ជាតិអាមេរិកទេបើនៅសញ្ជាតិអាមេរិកគឺចប់គឺអាចនៅមានសេរីភាពនៅសហរដ្ឋអាមេរិកបានបាទគឺគាត់បានបញ្ជាក់ថាគាត់បានជាប់ពន្ធនាគារនៅក្នុងមន្ទីរឃុំឃាំងពលានតោប្រវេសអាយនឹងរយៈពេល11ខែបាទហើយគាត់
រំពឹងថាគេបញ្ជូនទៅប្រទេសកម្ពុជាវិញក៏ប៉ុន្តែអត់បានបញ្ជូនទៅវិញបែរជាទៅប្រទេសនោះវិញបាទនេះជារឿងមួយកម្រណាស់បាទដែលគាត់ថាពេលដែលបញ្ជូនទៅនឹងគឺជួបការលំបាកផងដែរគឺជាយន្តហោះហ្នឹង21ម៉ោងគេដាក់ចងដាក់ខ្នោះដាក់អីនៅខាងក្រោយយន្តហោះហ្នឹងយកទៅហ្នឹងហើយមានការលំបាកដល់ដំបូងហ្នឹងគេឲ្យសាប៊ូមួយដុំមួយទឹកនឹងសម្រាប់កក់មួយទឹកមួយអីហ្នឹងគឺជួបការលំបាកបាទហើយរដ្ឋបាលលោកត្រាំបានចាត់ទុកថាអ្នកដែលគេបញ្ជូនទៅនោះsẽជនពីលជនអីជនទំនើងជនអីបែរតែបញ្ជូនទៅវិញអញ្ចឹងណាបាទអញ្ចឹងឥឡូវនេះក៏បានទៅដល់ប្រទេសកម្ពុជាវិញហើយបាទគេមានរឿងច្រើនបាទដែលខ្ញុំបាទដែលអត្ថបទនេះបានសរសេរប៉ុន្តែខ្ញុំសូមមិនជម្រាបជូនទាំងអស់ទេនេះគឺជួបការលំបាករបស់គាត់អញ្ចឹងអ្វីដែលខ្ញុំចូលរួមជាវិភាគទាននៅគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំហ្នឹងដោយដែលខ្ញុំធ្លាប់បាននិយាយក្នុងពេលកន្លងមកអញ្ចឹងហើយយើងមកដល់សហរដ្ឋអាមេរិកនេះហើយបាទគឺធ្វើខ្លួនឲ្យជាអ្នកដែលប្រទេសដែលមានស៊ីវិល័យការនិយាយស្ដីអីជាផ្សេងនៅពេលបច្ចុប្បន្នតាមបណ្ដាញសង្គមឬក៏ការធ្វើអីហ្នឹងគឺត្រូវមានការប្រយ័ត្នប្រយែងការគោរពច្បាប់នៅសហរដ្ឋអាមេរិកនេះផងអាហ្នឹងខ្ញុំធ្លាប់បាននិយាយដដែលច្រើនដងខ្ញុំមិនចង់និយាយឡើងវិញទេប៉ុន្តែចំណុចមួយទៀតដែលខ្ញុំធ្លាប់បាននិយាយម្ដងជាពីរដងតែខ្ញុំរំលឹកម្ដងទៀតគឺតិចនិចនៃការដែលបើសិនជាយើងចៃដន្យយើងធ្វើការសម្រេចចិត្តខុសធ្វើអំពើផ្ដេសផ្ដាស់អីហើយមានទោសមានទណ្ឌអីចឹងពេលដែលចេញមកវិញគឺស្រូតតែម្ដងទៅរូតរះតែម្ដងត្រូវធ្វើការងារសហគមន៍ការងារសហគមន៍នឹងសំខាន់ណាស់នៅសហរដ្ឋអាមេរិកណាគឺដើម្បីបង្ហាញគេថាយើងជាមនុស្សដែលមានការផ្លាស់ប្ដូរបាទឧទាហរណ៍ទៅស្វាក់ចិត្តនៅក្នុងសង្គមចេះអីជួយនឹងនៅកន្លែងណាក៏ដោយឲ្យតែមានឱកាសដូចជាខ្ញុំបានលើកឧទាហរណ៍កន្លងមកអញ្ចឹងគឺប្អូនម្នាក់មួយនោះគាត់ធ្ងន់ជាងប្អូននេះផងបាទមានប្អូនធ្ងន់ជាងប្អូននោះផងគាត់ទៅបានអភិបាលរដ្ឋ California pardon គាត់ណាលើកលែងទោសហើយឥឡូវគាត់បាននៅបាទឈានទៅបានសញ្ជាតិហើយណាបាទឈានទៅផ្លូវនឹងមានសញ្ជាតិបាទគាត់ធ្ងន់ជាងនឹងផងបាទខ្ញុំមិនចង់និយាយអស់ដល់ស៊ីជម្រៅគាត់ខ្ញុំថាធ្ងន់ជាងប្អូននឹងផងហើយពេលដែលគាត់ចេញមកវិញហ្នឹងគឺគាត់ធ្វើការងារសហគមន៍មកធ្វើ campaign ធ្វើអីជួយនេះជួយនោះបាទច្រើនហើយទីបំផុតគេមើលឃើញចំណុចគេសំ credit របស់គាត់ហ្នឹងទៅឲ្យអ្នកធំអ្នកអីហ្នឹងគេជួយចេញអនុសាសន៍អី recommend ឲ្យគាត់ហ្នឹងទៅបាន governor នេះ pardon នឹងមួយណាហើយក្នុងនោះមានការសម្ភាសជាមួយខ្ញុំដោយផ្ទាល់តែម្ដងខ្ញុំថែមទាំងមកធ្វើហៅគាត់ទៅ VOA នឹងសម្ភាសគាត់ហើយនឹងមកតាមរីកាពី campaign របស់គាត់ហ្នឹងដែលខ្ញុំបាននិយាយថាពេលដែលគាត់បាន pardon នឹងព្រាមគាត់ក្នុងចំណោមមនុស្សដំបូងដែលគាត់ telephone ទៅអរគុណហ្នឹងគឺខ្ញុំនឹងមកគាត់ថាបងអរគុណបងបានជួយឲ្យបានច្រើនមកខ្ញុំមិនចង់ទា credit ទេប៉ុន្តែមានអ្នកច្រើនប៉ុន្តែគាត់ក្នុងនោះខ្ញុំគ្រាន់តែជាចំណុចទូចមួយតែប៉ុណ្ណឹងទេហើយមួយទៀតប្អូនមួយនោះទៀតយ៉ាងដែរប្អូនមួយទៀតគឺគ្នាមានរឿងរ៉ាវធំដុំចឹងដែរផែប្អូននេះប្អូនមួយនេះមិញមិនធ្ងន់ដូចម្នាក់ដែលខ្ញុំថាផាត់ហ្នឹងចេញមកវិញគាត់ទៅក្នុងពន្ធនាគារនឹងគាត់ទៅរៀនច្បាប់បន្តប្រវេសរៀនអីដល់ខ្លួនឯងគាត់ represent ខ្លួនឯងមកពេលឡើងគាត់ហ្នឹងគាត់ថាដើម្បីឲ្យគាត់ថាអូពិបាកណាស់ច្បាប់នៅសហរដ្ឋអាមេរិកនេះគឺច្បាប់ពីរគឺច្បាប់ពន្ធដារហិរញ្ញវត្ថុហ្នឹងមួយពិបាករៀនណាស់ហើយហ្នឹងច្បាប់បន្តប្រវេសគាត់ថាស្មុគស្មាញច្រើនណាស់ K1 ទៅ K1 ខុសគ្នាចុះគាត់រៀនតែ specific K របស់គាត់រៀនក្នុងគុកមកបាទពេលឲ្យគាត់ចេញមកគាត់ការពារខ្លួនគាត់ចេញមកភ្លាមគាត់ស្ម័គ្រចិត្តធ្វើការងារសហគមន៍ជួយក្មេងៗណាដែលមានរឿងរ៉ាវប្រហែលគាត់នឹងជួយលើកកម្ពស់ជួយលើកកម្ពស់គេជួយផ្សព្វផ្សាយនឹងច្រើនបាទធ្វើការតាមសាកលវិទ្យាល័យតាមសហគមន៍ច្រើនណាហើយខ្ញុំក៏ទៅសម្ភាសគាត់ដែរបាទប៉ុន្តែពេលដែលខ្ញុំសម្ភាសគាត់ហ្នឹងគឺមិនទាន់បាន pardon ទេគាត់កំពុងប្រឹងប្រែងដល់ពេលក្រោយមកទៀតមកគឺគាត់បាន pardon ដែរបាន pardon ពី governor របស់នៅ California ហ្នឹងដែរបាទពេលហ្នឹងគាត់ message មកខ្ញុំដែរគាត់ថាគាត់ឈានស្ថិតនៅលើផ្លូវឈានទៅសុំ green card ណាពេលហ្នឹងណាបាទតែ green card ហ្នឹងគឺគាត់អាចនឹងចូលសញ្ជាតិបានអញ្ចឹងដូច្នេះសរុបមកវិញកលឹះដែលខ្ញុំអាចឲ្យយោបល់បានហ្នឹងគឺនៅសហរដ្ឋអាមេរិកគេតែងតែមានគេថាទុកមនុស្សឲ្យឱកាស second chance ដែរបើកាលណាយើងអត់ចេះក្តាប់ឱកាសហ្នឹងទេគឺយើងអាចនឹងបាត់បង់ឱកាសធំបាទដូចម្នាក់មួយទៀតណាម្នាក់ទៀតលេងនិយាយម្នាក់មួយទៀតចាស់បាទខ្ញុំសម្ភាសដែរម្នាក់បាទហ្នឹងខ្ញុំសម្ភាសដែរខ្ញុំសម្ភាសបងគាត់ទៀតគឺពេលដែលគាត់ជាប់ហើយគាត់ចេញមកវិញគាត់ donate
donate កលៀនមួយឲ្យបងប្អូនគាត់ទេបាទដូចជាឲ្យបងគាត់កលៀនបងគាត់ខូចកលៀនគាត់ donate កលៀនទាំងឲ្យដែរបាទនៅ California ដែរមកខ្ញុំទៅសម្ភាសគាត់ដែរគាត់បាននៅដែរឥឡូវនេះគាត់បាននៅគេផាដិនគាត់ដែរអញ្ចឹងដូច្នេះការងារសហគមន៍គឺសំខាន់ណាស់បើកាលណាយើងមានរឿងរ៉ាវខុសឆ្គងហើយអញ្ចឹងហើយស្រាប់តែយើងចេញមកវិញយើងគិតការងារផ្ទាល់ខ្លួនមកយើងហ្នឹងគឺពិបាកនឹង credit គេដែរដូចម្នាក់មួយនោះខ្ញុំធ្លាប់ទៅសម្ភាសដែរនិយាយរួមសម្ភាសម្នាក់ហ្នឹងគឺគាត់ពេលដែលគេចាប់បញ្ជូនទៅដាក់ក្នុងមន្ទីរឃុំឃាំងហ្នឹងខ្ញុំទៅខំទៅសម្ភាស neighbor គាត់ខំនិយាយល្អថាពេលដែលគាត់ចេញមកគាត់បានជួយអ្នក neighbor នឹងល្អឲ្យមិនចឹងប៉ុន្តែគាត់បានធ្វើការងារសហគមន៍បាទហើយខ្ញុំក៏បានឲ្យប្រពន្ធគាត់នឹងតាក់ទងទៅ Senator Ted Cruz ចឹងណាប៉ុន្តែពេលហ្នឹងមិនដួលខុសគ្នាព្រោះរឿងរ៉ាវដែលគាត់កើតឡើងតែគាត់នៅនឹង Virginia Ted Cruz ដែលខ្ញុំស្គាល់គាត់នៅរដ្ឋ Texas អញ្ចឹងដូច្នេះពិបាកនឹងលូកដៃរំលងនេះណាបាទដល់ពេលនៅខាង Virginia ហ្នឹងខ្ញុំឲ្យទៅ Senator នៅហ្នឹងដែរប៉ុន្តែខ្ញុំអត់សូវស្គាល់ Senator ហ្នឹងច្បាស់បាទគាត់ឲ្យទៅលេខទេបាទអញ្ចឹងគឺមានរឿងរ៉ាវច្រើនដែលអ្នកនៅសហរដ្ឋអាមេរិកនេះបាទដែលគាត់ជួបបញ្ហាហ្នឹងចេញមកវិញគាត់មានឱកាសកែខ្លួនគាត់នៅធ្វើអាចនឹងមានឱកាសនៅសហរដ្ឋអាមេរិកបានតើដែរណាក៏ប៉ុន្តែយ៉ាងណាក៏ដោយជាវិធានការបង្ការគឺកុំឲ្យមានរឿងកើតឡើងតាំងពីដំបូងតែម្ដងគឺមានការប្រយ័ត្នប្រយែងនៅក្នុងការនិយាយស្ដីសកម្មភាពហ្នឹងគឺជិះឲ្យផុតពីការប្រព្រឹត្តខុសច្បាប់របស់សហរដ្ឋអាមេរិកទៅវាជារឿងល្អដែរណាខ្ញុំជួនយោបល់ប៉ុណ្ណឹងបាទជួនយោបល់ប៉ុណ្ណឹងដែលខ្ញុំសម្រាប់យករឿងនេះមកជម្រាបជូនហ្នឹងគឺដើម្បីជូន credit ដល់ AIP ដែលគាត់ខិតខំព្យាយាមទៅសម្ភាសផងហើយនឹងដើម្បីជាចំណេះដឹងមួយដល់ប្រិមិត្តមួយចំនួនអ្នកនៅកម្ពុជាក៏ដឹងជាចំណេះដឹងមួយផងដែរទៅណាបាទអញ្ចឹងអរគុណប្រិមិត្តចានដែលចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំសូមអរគុណសូមជម្រាបលា